នេះគឺជាជនហោះចម្បាំងចំនួនចុងក្រោយរបស់សហរដ្ឋអាមេរិកបានដើរមុនកម្ពុជាមួយជំហានទៀតហើយបន្ទាប់ពីផលិតជនហោះចម្បាំងចុងក្រោយរបស់ខ្លួននោះគឺ B-21 Raider B-21 Raider គឺជាជនហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រចំនួនទី6របស់សហរដ្ឋអាមេរិក B-21 Raider ត្រូវបានគេចាត់ទុកថាជាជនហោះចម្បាំងដែលមានបច្ចេកវិទ្យាទំនើបបំផុតមួយក្នុងពិភពលោកនាពេលបច្ចុប្បន្នលក្ខណៈពិសេសសំខាន់វាមានបច្ចេកវិទ្យាលាក់ខ្លួនខ្ពស់បំផុតពីរ៉ាដាដែលអាចវាយប្រហាររយៈចម្ងាយឆ្ងាយខ្លាំងដោយមិនចាំបាច់ចុះចតវាប្រើប្រាស់ដោយប្រព័ន្ធ AI និងប្រព័ន្ធ Digital ទំនើបអាចធ្វើការទាំងមានអ្នកបើកបរនិងគ្មានអ្នកបើកបរ B-21 ត្រូវបានរចនាឡើងជាមួយនឹងរូបរាងជាស្លាបហោះដែលវាមានរាងស្រដៀងនឹងស៊េរីមុននោះគឺ B2 ប៉ុន្តែវាមានចំណុចពិសេសជាងបច្ចេកវិទ្យាបំបាំងកាយចំនួនថ្មីវាអាចគេចផុតពីប្រព័ន្ធរ៉ាដាដែលទំនើបបំផុតដូចជា S400 ឬ S500 របស់រុស្ស៊ីវាមានរាងតូចជាងមុនបន្តិចទោះបីជាវាមានរាងស្រដៀងនឹង B2 ក៏ដោយប៉ុន្តែវាមានទំហំតូចជាងបន្តិចដែលធ្វើឲ្យវាកាន់តែពិបាកក្នុងការចាប់សញ្ញាយន្តហោះនេះមិនមែនគ្រាន់តែសម្រាប់ដឹកគ្រាប់បែកធម្មតានោះទេ B-21 អាចដឹកជញ្ជូនគ្រាប់បែកកម្រិតធ្ងន់និងគ្រាប់បែកនុយក្លេអ៊ែរបានគ្រប់ប្រភេទ B-21 ត្រូវបានរចនាឡើងឲ្យមានសមត្ថភាពអាចបញ្ជាពីចម្ងាយបានដោយគ្មានមនុស្សបើកប្រសិនបើចាំបាច់គណនាលើអាកាសវាប្រើប្រាស់ប្រព័ន្ធទិន្នន័យលើអាកាសដែលអនុញ្ញាតឲ្យវាភ្ជាប់ការទំនាក់ទំនងជាមួយយន្តហោះផ្សេងទៀតនិងបញ្ជាក់មណ្ឌលបញ្ជាបានយ៉ាងរហ័សវាមានសារៈសំខាន់ក្នុងការការពារយុទ្ធសាស្ត្រវាជាផ្នែកមួយដើម្បីទប់ទល់នឹងមហាអំណាចដូចជាចិននិងរុស្ស៊ីការវាយប្រហារចំគោលដៅវាអាចហោះចូលក្នុងទឹកដីសត្រូវដែលមានប្រព័ន្ធការពារដែនអាកាសច្រើនដើម្បីវាយប្រហារគោលដៅហើយត្រឡប់មកវិញដោយសុវត្ថិភាពផងដែរសហរដ្ឋអាមេរិកចាប់ផ្ដើមបង្ហាញជាសាធារណៈលើកដំបូងក្នុងឆ្នាំ2022និងចាប់ផ្ដើមសាកល្បងហោះហើរលើកដំបូងក្នុងឆ្នាំ2023ដើម្បីជំនួស B2 Spirit និង B1B តម្លៃប៉ាន់ស្មានប្រហែល$700 លានក្នុងមួយគ្រឿងនិងគ្រោងផលិតជាង100គ្រឿងបន្ថែមទៀតផងដែរយន្តហោះចម្បាំង B-21 ត្រូវបានរចនាឡើងដើម្បីផ្ដោតលើសមត្ថភាពបំបាំងកាយជាជាងផ្ដោតលើល្បឿនដូចជាយន្តហោះប្រយុទ្ធផ្សេងល្បឿនអតិបរមាត្រូវបានគេជឿថាស្ថិតក្នុងកម្រិតយឺតជាងល្បឿនជាងសំឡេងវាមានល្បឿនប្រហែល 1000 គីឡូម៉ែត្រក្នុង1ម៉ោងការមិនហោះលឿនជាងសំឡេងគឺដើម្បីកាត់បន្ថយការភាយកម្ដៅនិងសំឡេងដែលជួយឲ្យរ៉ាដាពិបាកក្នុងការចាប់សញ្ញារបស់វានៅក្នុងវីដេអូនេះ admin មានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ កុំភ្លេចជួយ Subscribe Channel YouTube admin ម្នាក់មួយផងសូមអរគុណសម្រាប់ទស្សនាវីដេអូមួយនេះរហូតដល់ចប់